សូមជម្រាបសួរបងប្អូនជាទីគោរពបាទថ្ងៃនេះយើងនឹងលើកយកពីមេរៀនរបាយការណ៍ប្រាក់ចំណូលភាគទី2យើងបានសិក្សាពីភាគទី1ហើយឥឡូវយើងចូលដល់ភាគទី2បាទភាគទី2នេះយើងនឹងសិក្សាអំពីការវិភាគគណនាចំណេញខាតករណីសិក្សាហាងកាត់សក់របស់តារាបាទអញ្ចឹងយើងចូលដល់ករណីនេះតែម្ដងទី1ការវិភាគលើព័ត៌មានគ្រឹះ Data Analysis ថ្លៃសេវាកាត់សក់របស់តារាគាត់យកពីអតិថិជន$1ក្នុងម្នាក់ម៉ោងប្រតិបត្តិការដែលគាត់ធ្វើការគឺ6ថ្ងៃក្នុងមួយសប្តាហ៍ស្មើនឹង24ថ្ងៃក្នុងមួយខែ10ម៉ោងដែលគាត់ធ្វើការគឺ10ម៉ោងក្នុងមួយថ្ងៃសរុបគឺ240ម៉ោងក្នុងមួយខែការប៉ាន់ស្មានចំនួនអតិថិជនប្រចាំសប្តាហ៍សប្តាហ៍ទី1មានអតិថិជនពី5នាក់ទៅ7នាក់សប្តាហ៍ទី2ពី10នាក់ឡើងទៅក្នុងមួយថ្ងៃសប្តាហ៍ទី3 13នាក់ក្នុងមួយថ្ងៃសប្តាហ៍ទី4 15នាក់ក្នុងមួយថ្ងៃចំណុចទី2ការគណនាការចំណាយប្រចាំខែ monthly expense ការចំណាយត្រូវបានបែងចែកជាពីរផ្នែកគឺចំណាយប្រតិបត្តិការថេរនិងកាតព្វកិច្ចបំណុលកចំណាយប្រតិបត្តិការថេរ operating expense ថ្លៃជួលហាងរបស់គាត់គឺ$50ក្នុងមួយខែថ្លៃទឹកថ្លៃភ្លើង$20ក្នុងមួយខែថ្លៃធ្វើដំណើររបស់គាត់$1.5គុណនឹង24ស្មើនឹង$36ក្នុងមួយខែប្រាក់ខែខ្លួនឯងគឺ$0.80គុណនឹង240ម៉ោងស្មើនឹង$192ក្នុងមួយខែសរុបចំណាយប្រតិបត្តិការគឺ50បូក20បូក36បូក192ស្មើនឹង$298ក្នុងមួយខែបាទយើងចូលដល់ចំណុចខគឺកាតព្វកិច្ចបំណុលរបស់គាត់ការបង់រំលោះធនាគារប្រាក់ដើមបូកការប្រាក់គាត់ត្រូវចំណាយស្មើនឹង5%គុណនឹងចំនួន$1000ស្មើនឹង$50ក្នុងមួយខែចំណាយសរុបប្រចាំខែដែលគាត់ត្រូវដោះស្រាយគឺ298បូក50ស្មើនឹង$348ក្នុងមួយខែបាទជាបន្តទៀតយើងចូលដល់លេខ3ការព្យាករណ៍ប្រាក់ចំណូលនិងការគណនាចំណេញខាតក្នុងរយៈពេល4សប្តាហ៍របស់គាត់មួយសប្តាហ៍យើងដឹងហើយថាគាត់ធ្វើការ6ថ្ងៃដូច្នេះយើងចូលដល់សប្តាហ៍ទី1គឺចំណូលរបស់គាត់មានចំនួន7នាក់ក្នុងមួយថ្ងៃយើងយក7គុណនឹង$1ស្មើនឹង$7គុណនឹង6ថ្ងៃស្មើនឹង$42ក្នុងមួយសប្តាហ៍ចំណែកសប្តាហ៍ទី2គឺមាន10នាក់ដូច្នេះយើងយក10គុណនឹង1គុណនឹង6ស្មើនឹង$60ក្នុងមួយសប្តាហ៍សប្តាហ៍ទី3គាត់មាន13នាក់ដូច្នេះយើងយកចំណូល13នាក់គុណនឹង$1គុណនឹងចំនួន6ថ្ងៃស្មើនឹង$78ក្នុងមួយសប្តាហ៍សប្តាហ៍ទី4មានចំនួន15នាក់ដូច្នេះចំណូល15នាក់គុណនឹង$1គុណនឹង6ថ្ងៃស្មើនឹង$90ក្នុងមួយសប្តាហ៍បាទយើងចូលដល់ចំណុចតារាងសង្ខេបរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែទី1របស់គាត់បរិយាយហើយនឹងចំនួនទឹកប្រាក់ចំណូលរបស់គាត់គឺ$270ដោយយកសប្តាហ៍ទី1 42បូក60បូក78បូក90តាំងដោយ A ថ្លៃដើមទំនិញរបស់គាត់គឺអត់មានទេប្រាក់ចំណេញសរុបរបស់គាត់គឺ270ដក0ស្មើនឹង207ដដែលគឺ A ដក B ស្មើនឹង C ការចំណាយផ្សេង operating expense គឺ$298បូកជាមួយនឹងគាត់ជំពាក់ធនាគារដែលត្រូវដោះហ្នឹងគឺ$50ក្នុងមួយខែដូច្នេះយើងបូកចូលគ្នាគឺស្មើនឹង348យើងយកដើម្បីគណនាប្រាក់ចំណេញសុទ្ធយើងយក270ដក348ស្មើនឹងដក$78គឺបានន័យថាគាត់ខាតបងអត់ចម្រន់ចំណេញទេបាទអញ្ចឹងយើងចូលដល់ចំណុចទី4វិភាគចំណុចរួចដើម break even analysis ដើម្បីកុំឲ្យខាតដែលយើងដាក់ថាចំណេញស្មើ0នោះតារាត្រូវរកចំណូលឲ្យស្មើនឹងចំណាយសរុបគឺ$348ក្នុងមួយខែចំនួនអតិថិជនសរុបរបស់គាត់ត្រូវកាត់ក្នុងមួយខែគឺ348នាក់ដែរដូច្នេះចំនួនអតិថិជនជាមធ្យមភាគច្រើនជាមធ្យមភាពប្រចាំថ្ងៃគឺ348ចែកនឹង24ថ្ងៃស្មើនឹង14.5នាក់ក្នុងមួយថ្ងៃឬក៏$14.5ក្នុងមួយថ្ងៃបាទសូមចូលដល់ចំណុចសន្និដ្ឋានខែដំបូងគឺតារាខាតបង់អស់$78ដោយសារតែសប្តាហ៍ដំបូងម៉ូយនៅមានកម្រិត
ទោះជាយ៉ាងណានិន្នាការអតិថិជនមានការកើនឡើងជាលំដាប់ផ្អែកលើអតិថិជនមធ្យមភាពប្រចាំថ្ងៃដែលត្រូវរកបើសិនជាតារាអាចទាក់ទាញអតិថិជនឲ្យបានលើសពី13ទៅ15នាក់ក្នុងមួយថ្ងៃជាប្រចាំចាប់ពីខែទី2ទៅអាជីវកម្មនឹងអាចរំកិលហួសពីចំណុចស្រង់ដើម break even point ហើយអាចចាប់ផ្ដើមទទួលបានប្រាក់ចំណេញពិតប្រាកដបន្តបន្ទាប់បាទសូមអរគុណពីខ្ញុំ Skill Up KH សូមជម្រាបលា